ជំរាបសួរបងប្អូនទស្សនភាពថ្ងៃច័ន្ទនេះពិតជាកក្រឹកកក្រែងមែនទែនបងប្អូនយើងមានចាស់មានក្មេងមកតាំងពីក្បាលល្ងាចដើម្បីចូលខ្លួនមកធ្វើការវឹកហាត់មុននឹងលេងជំនួបធំជាមួយនឹងក្រុមវត្តស្វាយ United ប៉ុន្តែក៏លេខមកមើលខាងក្រុមវត្តស្វាយ United វិញបងប្អូនជាទូទៅគ្នាគាត់ច្រើនប៉ុន្តែដោយសារសប្តាហ៍នេះរៀងហាក់បីដូចជាយឺតបន្តិចម៉ោង5ជាងហើយគ្នាគាត់បានតែ7នាក់នៅឡើយទេនៅខ្វះប្រហែល2-3នាក់ទៀតដើម្បីចូលរួមការប្រកួតក្រោយមក5នាទីឃើញទស្សនភាពនៃការលេងហាក់បីដូចជាស្វិតស្វាញគ្នាមែនទែន10នាទីដំបូងពុំមានក្រាបនៅឡើយទេបងប្អូនមានតែសាច់បាល់លេងទៅវិញទៅមកល្អរៀងខ្លួនទាំងខាងបងចាស់ក៏ល្អទាំងខាងបងចាស់ក្រុមវត្តស្វាយយើងក៏ល្អចំណែកបងប្រធានក្រុមនេះមកយឺតជាងគេរហូតមកសូមអរគុណបងប្អូនសម្រាប់ការទស្សនាហើយបើបងប្អូនមានចំណាប់អារម្មណ៍ក្នុងការកក់តារាងកុំភ្លេចណាតារាងចន្លង Sport Club